មនុស្សហើយនឹងឡានគឺស្អាតដូចគ្នាឃើញទេមកដល់ថ្ងៃនេះហើយនៅតែមានអ្នកយកច្រឡំថាខាងក្រោយនេះគឺជាភូមិគ្រឹះឬក៏ផ្ទះអភិជនទៀតអញ្ចឹងអ្នកនៅម្ដុំវត្តភ្នំណាឈប់យកច្រឡំទៀតពេលដែលឃើញវីដេអូមួយនេះមិនមែនផ្ទះអភិជនអីទេនេះគឺ Namaste មិនចាក់មណ្ឌលថែទាំយានយន្តបើនិយាយមួយម៉ាត់ទៅឲ្យស្រួលស្ដាប់គឺកន្លែងលាងឡានកន្លែងនេះគឺនៅចិត្តទីតាំងដែលយើងឡើងឡានក្រុងឬក៏យើងឡើងឡានធូរីអីហ្នឹងអញ្ចឹងអ្នកដែលគាត់មកចាំឡើងឡានអីអត់ដឹងថាទៅណាអាចមកនេះបានចឹងនៅនេះគឺជាហាងកាហ្វេអ្នកនរគ្នាសម្រាប់អ្នកដែលគាត់អត់ដឹងទៅណាត្រូវអង្គុយចាំឡើងឡានអីអាចមកញ៉ាំកាហ្វេនៅនេះបានតិចមានម៉ាស៊ីនត្រជាក់ហើយបើចង់មកធ្វើការនៅនេះក៏បានដែរស្ងប់ស្ងាត់ល្អនេះអ្នកទាំងអស់គ្នាកន្លែងនេះគឺទីធ្លាស្រួលអង្គុយត្រជាក់ស្រួលហើយមានកាហ្វេមានភេសជ្ជៈមាននំញ៉ាំទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចសម្រន់បានមុនពេលយើងឡើងឡានក្រុងណាសម្រាប់បងប្អូនដែលមានឡានណាអាចមកលាងឡាននៅនេះបានកន្លែងនេះមិនមែនជាកន្លែងទៅហាងកាហ្វេអភិជនអីឬក៏ផ្ទះវិឡាអីទេគឺកន្លែងលាងឡានទេបងប្អូនកុំយល់ច្រឡំទៀតអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ Namaste មិនត្រឹមតែកន្លែងលាងឡានទេមានសេវាកម្មជាច្រើនទៀតមានប៉ូលាឡានបោកពូកសម្រាប់មេរោគនៅក្នុងរថយន្តមានទាំងប្រូប្រេម៉ាស៊ីនមានទាំងបិទស្កុតការពារទៀតអញ្ចឹងអាចនិយាយបានថាម្ចាស់យានយន្តទាំងអស់គឺគាត់មកកន្លែងនេះ all in one ហ្មងជាសកម្មភាពដែលគេកំពុងតែសម្អាតយានយន្តមិនថាក្នុងមិនថាក្រៅទេមកលាងឡាននៅកន្លែងនេះគឺធានាថាស្អាតមានស្តង់ដារខ្ពស់ដូចឡាននេះអញ្ចឹងអាឡងជាងមុខខ្ញុំទៀតលាងហើយអាឡងហ្មងហើយថ្ងៃនេះខ្ញុំក៏បានយកឡានខ្ញុំមកលាងដូចគ្នាដែរនេះគឺឡានរបស់ខ្ញុំណានេះមើលសភាពពេលលាងហើយនេះនិយាយទៅមនុស្សហើយនឹងឡានគឺស្អាតដូចគ្នាឃើញទេអញ្ចឹងមើលវីដេអូនេះហើយជប់ច្រឡំទៀតជាពិសេសអ្នកនៅម្ដុំវត្តភ្នំ